ជាមួយបារាំងដាច់ខាតព្រោះតែចង់បានបុណ្យស័ក្តិលោកបងសុខចិត្តធ្វើបាបជនជាតិឯងមែនទេក្រុមការសើខណាស់តបញ្ជាតួកងរបស់ខ្លួនចូលប្រឡូកបំរុងនិងចាប់ពោធិកំបោរតែគោឲ្យចង់សោចត្រូវអង្គរៈទាំង4និងមេតបឆនបំពើងអ្នកលេង2នាក់ទៀតយ៉ាងឆ្ងាយពេលនោះគេឮស្នូដាវដំបងដំពែងប្រជែងគ្នាយកឈ្នះចាញ់តែរៀងខ្លួនការស្លាប់សម្លាប់ជនជាតិដូចគ្នាសម្ដែងឈឺចាប់របស់គោប្រយុទ្ធទាំងសងខាងបានជំរុញឲ្យពោធិកំបោរផ្លោចផ្សាក្នុងចិត្តយ៉ាងខ្លាំងគាត់ក៏ស្រែកយ៉ាងខ្លាំងទៅក្រោមការសៅលោកបងយើងឈប់សម្លាប់គ្នាឯងទៅលោកបងមិនអាណិតជនជាតិខ្មែរដូចគ្នាឬទេមិនទាន់ទាំងចាប់សម្ដីផងស្រាប់តែស្នូកំភ្លើងលាន់ឬផ្ទាំងនៅក្បែរភូមិខាងកើតមួយរំពេចនោះមេក្រុមម្នាក់រត់ប្រភេទប្រហោបទាំងរបួសឈាមសម្រាប់ស្រាក់ជំរាបលោកអាចារ្យគាត់បារាំងមកច្រើនណាស់តាមពិតមុនពេលដែលមកចូលរួមប្រជុំក្រុមការសៅបានដល់ដំណឹងប្រាប់បារាំងរួចស្រេចទៅហើយពេលនោះគេឃើញទ័ពខោអាវកាកៃប្រដាប់ដោយកំភ្លើងវែងខ្វះរត់ខ្វះត្រូវធ្នូកំបិតលំពែងដេកដួលក្នុងក្លុកឈាមរដូវរណែល